ស្វាគមន៍ដំណើរកំសាន្តទៅកាន់ប្រទេសហូឡង់និងប្រទេសបារាំងជាមួយនឹងក្រុមហ៊ុន ECI Distribution ចង់ដឹងថាយើងតែពីរនាក់មកធ្វើអីអត់នៅពលានយន្តហោះអន្តរជាតិភ្នំពេញនេះបាទចាបន្តិចទៀតនេះយើងនឹងធ្វើការសម្ភាសជាមួយនឹង partner ដែលគាត់បានឈ្នះជាមួយនឹងរង្វាន់ប្រចាំឆ្នាំទៅកាន់ប្រទេសបារាំងនិងប្រទេសហូឡង់ចង់ដឹងថាតើចំណាប់អារម្មណ៍របស់ពួកគាត់យ៉ាងណានោះតើយើងទៅមើលវីដេអូសម្ភាសជាមួយទាំងអស់គ្នាសុំសួរសំណួរបង1 2បានទេបងចាបងថ្ងៃនេះមានដំណើរកំសាន្តទៅខាងណាដែរជាមួយនឹងក្រុមហ៊ុន ECI ជាមួយក្រុមហ៊ុន ECI ទៅខាងប៉ៃអឺរ៉ុបចាមានសួរបងទាំងពីរបាទចាអូយជួបមកគ្នាទៀតហើយណាបងចាជួបគ្នាគ្រប់កម្មវិធីចាបងបាន corporate ជាមួយនឹងក្រុមហ៊ុន ECI រយៈពេលប្រហែលឆ្នាំហើយបងច្រើនឆ្នាំហើយណាច្រើនមែនតើ4-5 ឆ្នាំអីដែរ4-5 ឆ្នាំហើយចាឡងឆ្នាំ2011មកចាអូ2021មកនេះគឺជាដំណើរកំសាន្តលើកទី1ដែរសម្រាប់បងទៅក្រៅប្រទេសហ៎មួយ ECI ឥឡូវចេះទាំងក្នុងស្រុកទាំងក្រៅស្រុកបាទរាប់អត់អស់គឺច្រើនណាដូចជាលើកទី5ខ្ញុំលើកទី2ជាមួយក្រុមហ៊ុនលើកទី2ណាលើកទី2ប៉ុន្តែឱកាសមុនបានក្រុមការងារបានទៅដែរលើកទី5ចាចុះអូនយល់យ៉ាងណាដែរចំពោះក្រុមហ៊ុន ECI ក្នុងការផ្គត់ផ្គង់នៅសម្ភារៈអេឡិចត្រូនិកទៅកាន់ហាងបងប្អូនផ្ទាល់ចំពោះក្រុមហ៊ុនខ្ញុំទុកចិត្តខាងក្រុមហ៊ុនព្រោះថាសេវាកម្មគាត់ល្អចាខ្ញុំជឿជាក់លើការធានាជឿជាក់លើគុណភាពម៉ាស៊ីនដែលគាត់បានផ្គត់ផ្គង់ឲ្យខាងខ្ញុំបើសិនជាមានដំណើរកំសាន្តលើក្រោយទៀតឬក៏ឆ្នាំក្រោយតើចង់ទៅខាងណាវិញម្ដងខ្ញុំផ្ទាល់ខ្ញុំចង់ទៅលេង AC បងវ៉ាវអាចថាទៅអាមេរិកអីចឹងទៅញូហ្សេឡង់ណាចាហើយតើបងយល់យ៉ាងណាដែរចំពោះដំណើរកំសាន្តមួយនេះដែលក្រុមហ៊ុនបានរៀបចំជូនក៏ដូចជាឈ្នះរង្វាន់នៅដំណើរកំសាន្តសម្រាប់បងអញ្ចឹងសម្រាប់ចំណាប់អារម្មណ៍ខ្ញុំគិតថា ECI គាត់ធ្វើ trip ប្រចាំឆ្នាំអញ្ចឹងគឺល្អសម្រាប់ dealer ដើម្បីជួបជុំគ្នាហើយធ្វើឲ្យតំណងរវាង ECI ជាមួយនឹង dealer គាត់កាន់តែមានភាពជិតស្និទ្ធអញ្ចឹងល្អមានកម្មវិធីល្អហើយសេវាក៏ល្អដល់អញ្ចឹងទៅយើងមានអារម្មណ៍ថាកក់ក្ដៅនឹងធ្វើការជាមួយគ្នាហើយដើរលេងជាមួយគ្នាសប្បាយខ្លាំងចាសូមចំណាប់អារម្មណ៍តខ្លួនបងសម្រាប់ដំណើរកម្សាន្តប្រចាំឆ្នាំនេះហ្នឹងហើយអរគុណច្រើនអរគុណកញ្ញាហ្នឹងហើយថ្ងៃនេះខ្ញុំសប្បាយចិត្តដែលបានរៀបចំកម្មវិធី Partner Incentive Trip ពិសេសមែនទែនសម្រាប់ឆ្នាំ2025មានន័យថាជា trip ដែលយើងបានរ៉ាន់នៅក្នុងឆ្នាំ2024ដំណើរកម្សាន្តទៅបារាំងហើយនឹងទៅ Netherlands ទៅប៉ារីសហើយនឹងទៅ Amsterdam ហើយយើង proud ថាដំណើរកម្សាន្តនេះយើងអ្នកនិយាយថាពិបាកទទួល visa ដើម្បីទៅប៉ុន្តែខ្ញុំ proud សម្រាប់ partner ហើយយើងចេញមុខយើង invite customer យើងបានចូលរួមយើងទៅយើងសប្បាយចិត្តខ្លាំងមែនទែនហើយអ្វីដែលយើងធ្វើនេះគឺយើងចង់ថ្លែងអំណរគុណដល់អតិថិជនរបស់យើងចាហើយដែលគាត់តែងតែ support ក្រុមហ៊ុន ECI កន្លងមកហើយយើងក៏ look forward ឲ្យគាត់ support ឲ្យបានកាន់តែច្រើនទៀតណាចាហើយសំសួរមួយទៀតចុងក្រោយចាឆ្នាំក្រោយបងនឹង expect ថានឹងទៅលេងនៅប្រទេសណាដែរOh a very good question ចា Actually តែបាន approval ពី CEO ដែរចាគឺយើងបាន approve តែឆ្នាំក្រោយយើងនឹងទៅប្រទេសអូស្ត្រាលីចាបាទអញ្ចឹងរៀបចំមកឲ្យ official announce program ទៅ partner កាលពីម្សិលមួយថ្ងៃចាអូខេអញ្ចឹង look forward តែ exciting journey មកតង់ទៀតមួយ partner ហើយយើងតែងតែមានជាប្រចាំរហូតតាំងពី Singapore តាំងពីកូរ៉េជប៉ុនឌូបៃឥឡូវមកដល់អឺរ៉ុបឥឡូវយើងទៅអញ្ចឹងទៅទៀតរហូតដល់អាមេរិកនិយាយទៅចង់ទៅដល់អាមេរិកទៀតចាហ្នឹងហើយអូខេអញ្ចឹងអរគុណច្រើនបងចាហើយក៏ជូនពរឲ្យបងសប្បាយជាមួយនឹងដំណើរកម្សាន្តនេះចាដូច្នេះចង់ដឹងថាតើឆ្នាំក្រោយក្រុមហ៊ុន ECI នឹងមានដំណើរកម្សាន្តទៅកាន់ប្រទេសណាទៀតនោះរងចាំមើលទស្សនានៅវីដេអូឆ្នាំក្រោយមួយទៀតបាយបាយ